វីតាមីន E បងយើងញ៉ាំបានប៉ុន្មានខែឬប៉ុន្មានឆ្នាំខ្ញុំញ៉ាំទៅល្អអាចញ៉ាំរៀងរហូតបានអត់តើតើជាមួយនឹងវីតាមីន E អ្នកវិទ្យាសាស្ត្រហៅថាជាដើមមុខពីរមានន័យថាវាមានទាំងគុណសម្បត្តិនិងគុណវិបត្តិរបស់វាហើយគុណវិបត្តិហ្នឹងភាគច្រើនកើតឡើងចំពោះអ្នកដែលគាត់ញ៉ាំកម្រិតខ្ពស់រាប់ចាប់ពី400 IU ឡើងរយៈពេលវែងរាប់ចាប់ពី6ខែឡើងដោយសារតែមានការសិក្សា meta analysis មានន័យថាគេយកការសិក្សាទាក់ទងជាមួយនឹងវីតាមីន E ច្រើនហើយយកមកធ្វើការវិភាគគេឃើញថាការញ៉ាំវីតាមីន E 400 IU ឬមួយក៏ខ្ពស់ជាងហ្នឹងអាចប្រឈមមុខជាមួយនឹង risk mortality មានន័យថាអត្រានៃការស្លាប់ខ្ពស់ជាងអ្នកដែលគាត់អត់បានញ៉ាំហើយមូលហេតុមួយនៅក្នុងហ្នឹងគឺដោយសារតែវីតាមីន E ជាប្រភេទវីតាមីនដែលរលាយក្នុងខ្លាញ់អញ្ចឹងវាអាចតោងជាប់ជាមួយនឹងកោសិការបស់យើងលើសពី24ម៉ោងឧទាហរណ៍នៅពេលដែលយើងញ៉ាំវីតាមីន E 400 IU ចូលទៅក្នុងខ្លួនវាអាចបញ្ចេញបានខ្លះវានៅសល់ខ្លះហើយយើងបន្ថែម400ទៀតបញ្ចេញខ្លះនៅសល់ខ្លះយើងបន្ថែមយូរទៅវាអាចធ្វើឲ្យយើងលើសកម្រិតវីតាមីន E នៅក្នុងខ្លួនអញ្ចឹងហើយបានជារឿយៗនៅពេលដែលបងប្អូនសួរខ្ញុំថាវីតាមីន E គួរញ៉ាំមិនបងសម្រាប់រយៈពេលវែងខ្ញុំឲ្យជម្រើសពីរទី1គួរតែបន្ថយកម្រិតក្រោម400 IU យើងអាចញ៉ាំប្រចាំថ្ងៃបានហើយបើសិនជាទាំងអស់គ្នាចង់ញ៉ាំលេខ400 IU រយៈពេលវែងលើសពី6ខែបើអត់ចាំបាច់ទេគួរតែញ៉ាំតាមអាទិត្យ3ដងបានហើយសួរថាញ៉ាំអញ្ចឹងបានផលអត់បងបានផលដោយសារតែវីតាមីន E វានៅក្នុងខ្លួនរបស់យើងអាចលើសពី24ម៉ោងអញ្ចឹងយើងអាចអនុញ្ញាតឲ្យវាធ្វើការឲ្យបានអស់ហើយបញ្ចេញចោលជាងយើងបន្ថែមបន្តទៀតអានឹងសម្រាប់អ្នកដែលគាត់មានបំណងចង់ញ៉ាំរយៈពេលវែងលើសពី6ខែប៉ុន្តែបើសិនជាចង់ញ៉ាំក្រោម6ខែអានោះមានផលប៉ះពាល់អីគួរឲ្យកត់សម្គាល់ទេភាគច្រើនយើងអាចញ៉ាំរៀងរាល់ថ្ងៃបានវីតាមីន E 400 IU ហ្នឹង